bạnជំរាបសួរបងប្អូនអរគ្នាសម្រាប់ការដោះ account visible អញ្ចឹងពេលដែលយើង log in នៅលើ Facebook មកគឺវាមានបែបនេះអញ្ចឹងបងប្អូនមួយរយៈហ្នឹងគឺជួបចំនួនច្រើនទៅលើការ visible account Facebook ហ្នឹងអញ្ចឹងខ្ញុំមានទិញនេះខ្លះក្នុងការចែករំលែកដើម្បីឲ្យបងប្អូនអាចយកទៅធ្វើបានអញ្ចឹងជាដំបូងគឺយើងចូលមក account របស់យើងចឹងមកហើយវាចេញបែបនេះបន្តមកយើងចុចពាក្យថា download your information download ព័ត៌មានដែលយើងបានបំពេញនៅក្នុង Facebook ហើយវានឹង create ការ download ហ្នឹងអញ្ចឹងព័ត៌មានហ្នឹងវាមានដូចជាថ្ងៃឆ្នាំកំណើត link Facebook របស់យើងហើយនឹងព័ត៌មានផ្សេងៗទៀតដែលយើងបានប្រើប្រាស់បន្ទាប់ពីហ្នឹងមកគឺវាចេញទាំងមួយទៀតគឺយើងចុចពាក្យថា visit App Center ទីកន្លែងដែលយើងទៅ report ទៅកាន់ Facebook នៅត្រង់ចំណុចនេះគឺយើងចុចពាក្យថា reporting ហើយយើងរកពាក្យថា reporting problem with Facebook ហើយវានឹងនាំយើងមកដល់កន្លែងនេះយើងចុចពាក្យថា give feedback about it អញ្ចឹងបងប្អូនចុចតាមយើងមកហើយយើងចុចពាក្យថា proactive feedback អញ្ចឹងទាំងទីនេះគឺមានន័យថាតើយើងមានបញ្ហាអីដែល account របស់យើងនឹងមានបញ្ហាUPID បញ្ហា page បញ្ហាផ្សេងៗបញ្ហារបស់យើងគឺ login នៅលើ Facebook អត់ចូលទេយើងចុច login ហ្នឹងមកហើយចុងក្រោមនេះគឺយក feedback គឺជាកន្លែងដែលយើងសរសេររៀបរាប់បញ្ហារបស់យើងទៅកាន់ Facebook ឲ្យគេគ្រូមកដល់នេះគឺជាពាក្យពេចន៍ខ្លះៗដែលយើងសរសេរស្នើសុំហើយមានភ្ជាប់ជាមួយនឹងព័ត៌មានពិតប្រាកដនៅក្នុង Facebook ហ្នឹងបើន័យថាវាផ្សេងៗគ្នាមានដូចជាឈ្មោះមានដូចថ្ងៃឆ្នាំកំណើតមានដូចជា email ហើយនឹង link profile អញ្ចឹងចំណុចទាំងហ្នឹងវាជាចំណុចសំខាន់ដែល Facebook ត្រួតពិនិត្យនិងផ្ទៀងផ្ទាត់ទៅលើ account របស់យើងហ្នឹងហើយវានឹងឆែកមើលតើបញ្ហារបស់យើងហ្នឹងវាត្រូវដោយអ្វីដែលយើងនិយាយអត់ហើយព័ត៌មានដែលយើងផ្ញើហ្នឹងវាត្រូវអត់អញ្ចឹងយើងចុចពីថា send ហើយវានឹងចេញផ្ទាំងមួយមកឲ្យយើងពិនិត្យមើលអញ្ចឹងពេលដែលយើងចុចស្នើសុំហើយរយៈពេល24ម៉ោងទៅ48ម៉ោងគឺវានឹងapprove បើសិនជាលក្ខខណ្ឌដែលយើងស្នើសុំហ្នឹងវាត្រូវទៅនឹងបញ្ហាដែលយើងកើតមានបន្ទាប់ពីហ្នឹងមកយើងចុចពាក្យថាអូខេបាទអញ្ចឹងយើងរងចាំទាំងអស់គ្នាបាទអញ្ចឹងការចែករំលែកមានតែប៉ុណ្្នឹងទេអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនា